Song Swakumakan The Breaking Coin มูลนิธิประเทศไทยบรรจุการบริจาคสำหรับการผลิตมิสซิลฟลามิงโกโดยสร้างอำเภอปกรุยในอุยแกรนประพบปีคิวอินเดเพนเดนต์ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមូលនិធិប្រទេសឆៃទីវហ្វាល់ពូទីននឹងលែងទិញមីស៊ីល Flamingo ពីក្រុមហ៊ុនផលិតអាវុធអ៊ុយក្រែន Firepoint ដោយសារតែមានទំនាក់ទំនងជាមួយរឿងអាស្រូវអំពើពុករលួយថ្មីៗនេះលោក Dalibor Dede បានប្រាប់កាសែត Ibnet ដោយដែលបានរាយការណ៍នៅថ្ងៃទី28ខែវិច្ឆិកាថាយើងបានប្រមូលប្រាក់យ៉ាងលឿនប៉ុន្តែមានការសង្ស័យយ៉ាងខ្លាំងថាវានឹងមិនទៅដល់ផលិតផលដែលការប្រមូលត្រូវបានធ្វើឡើងនោះទេដូច្នេះយើងមិនបានទៅរកពួកវាទេហើយឥឡូវនេះយើងកំពុងស្វែងរកជម្រើសសមស្របមួយការសម្រេចចិត្តនេះហាក់ដូចជាបានកើតឡើងបន្ទាប់ពីលោក Dede បានទទួលព័ត៌មានថ្មីពីចារកម្មយោធាអ៊ុយក្រែនមេដឹកនាំម្នាក់ទៀតនៃគំនិតផ្ទួយផ្ដើមនេះគឺលោក Martin Ondrasik ក៏បានចំអកបង្ហាញពីកង្វល់ទាំងនេះផងដែរលោកបានប្រាប់ការបោះពុម្ពផ្សាយថាយើងយល់ថាមានការស្ទាក់ស្ទើរមួយចំនួនក្នុងការចំណាយប្រាក់លើមីស៊ីលដែលមានកម្រិតជាក់លាក់នេះពីព្រោះមានការសង្ស័យពិតប្រាកដថាក្រុមហ៊ុនផលិតនេះមានទំនាក់ទំនងជាមួយមនុស្សនៅជុំវិញលោក Andrei Yermak អង្គការនេះត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកក្រុមហ៊ុនផលិតអាវុធផ្សេងទៀតដើម្បីទទួលអំណោយនេះព័ត៌មាននេះកើតឡើងបន្ទាប់ពីរបាយការណ៍នៅព្រឹកថ្ងៃទី28ខែវិច្ឆិកាអំពីការឆែកឆេរទ្រព្យសម្បត្តិរបស់លោក Andrei Yermak ប្រធានការិយាល័យប្រធានាធិបតីដោយការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែនឬ NABU ប្រធានាធិបតី Volodymyr Zelensky បានប្រកាសទទួលយកការលាលែងពីតំណែងរបស់លោក Yermak នៅពេលល្ងាចការឆែកឆេរទាំងនេះត្រូវបានគេរាយការណ៍ថាតាក់ទងនឹងការស៊ើបអង្កេតអំពើពុករលួយដែលផ្ដោតលើលោក Timur Mendik ដែលជាអ្នកជំនួញនិងជាសហការីយូរអង្វែងរបស់លោក Zelensky រួមទាំងសហម្ចាស់ស្ទូឌីយោទូរទស្សន៍ Kvartal 95 ចាស់របស់ប្រធានាធិបតីផងដែរ NABU បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក Mendik កាលពីប៉ុន្មានសប្តាហ៍មុនដោយចោទប្រកាន់ពីបទលួចយ៉ាងច្រើនពីមូលនិធិដែលមានបំណងសាងសង់ការការពារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីខែសីហាកាសែត Q Independent បានចុះផ្សាយព័ត៌មានអំពីការស៊ើបអង្កេតអំពើពុករលួយលើ Firepoint ក្រុមហ៊ុននេះបានប្រឹងប្រែងដើម្បីទប់ស្កាត់សារព័ត៌មានអវិជ្ជមានចាប់តាំងពីពេលនោះមកដោយបានប្រកាសពីគម្រោងមីស៊ីលប្លង់ថ្មីដ៏មានមហិច្ឆតាជាច្រើននិងគម្រោងអវកាសនឹងនាំយកអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ដែលធ្លាប់បម្រើការក្រោមប្រធានាធិបតី Donald Trump ធ្វើជាទីប្រឹក្សា